Sao chứ bằng phượng bạn đi tham ơi bọn chơi kêu không bị phục quân mà nè đại mấy có cả là sầm đấy bằng plan cho bạn rồi bỏ u linh ai đi bằng plan về chơi con khuôn anh hãy thằng đánh chân bị bạ bằng khuôn mình chơi mà chơi cái bằng này cái đào phun làm chết dương chui kia mình ai bẹp bao cho bố được bộ anh từng tại vì không nâng chữ bập không chữ bắp à chữ bắp bằngการล้างđờiเด็กขลังหรือมวยไอ้กระทะอันยอดชนะยังบ้านอะไรนี่วักหัดกำลังทิศยังกับชนะเฮยแต่เธอบัดมามวยรำปิยังเอากำลังทิศได้แบบไปชนะเอาคุณประทิจ้าได้ปลากำลังทิศเอาชมดองตีนชงพวกยังตื่นเคยพวกขมิ้นไก่ขบ้าตัวอ่อนนี่ยังจ้องตะกู้ตีเยี่ยปูชินไอ้เรื่องนี้คือจะเสระบายังจำนวนจำบุญดังไอ้การกลายบ้านโจกี้ไอ้เธอหักกี้ถ้าเสจบองยกได้ตีสมใจเอาละครูได้มีเสจบองทำไมสมใจเอาละครูได้มีเสจบองทำไมไอ้คือจะการพลัดพโดจงกลายบอกខ្ញុំមែនទេចាលោកគ្រូជីងជើថ្ងៃ6ក្នុងខែនេះជាការប្រយុទ្ធចុងក្រោយរបស់ខ្ញុំជាមួយនឹងយិនវ៉ាស៊ីងមិនអន់ប្រមាណទេខ្ញុំស្ម័គ្រចិត្តតែជំនួសលោកគ្រូឯងសុកចិត្តស្លាប់ជំនួសគ្រូមែនទេស្លាប់ដើម្បីលោកគ្រូជាកិត្តិយសនិងសមោណាប៉ុន្តែយើងបដូរចិត្តហើយយើងចង់ទៅម្នាក់ឯងកុំខ្លាចអីនេះមិនមែនជាកំហុសរបស់ឯងទេយើងដឹងរហូតមកថាត្រូវប្រឈមមុខជាមួយនឹងខ្លួនព្រោះបើនៅតែបែបនេះរហូតវាគ្មានន័យអ្វីទេសមត្ថភាពហើយនឹងជំនាញនេះត្រូវតែខ្លួនឯងជាអ្នកដើរតួមុនតាំងពីដើមមកយើងខ្លួនឯងមិនដែលចូលដល់កម្រិតទី9ទេយើងមានអ្នកចំនួន12នាក់មនុស្សទាំង11នាក់ដូចជាយើងនេះសុទ្ធតែជាមនុស្សប្រុសតែពួកគេចូលបានត្រឹមតែកម្រិតទី4និងទី5តែប៉ុណ្ណោះពេលនេះយើងបានគិតយល់ពីអ្វីទាំងនេះជួនកាលរាងកាយនិងធាតុបរិសុទ្ធរបស់មនុស្សស្រីទើបជាចម្លើយដ៏ល្អបំផុតឯងគឺជាមនុស្សស្រីតែម្នាក់គត់តែយើងចង់សុំឲ្យមកជំនួសបានទេឯងមកនេះមកមើលទៅនេះគឺជាក្តីសម័យរបស់យើងពិភពដ៏ធំទូលាយរបស់ជាងហូនាងមិនចង់ទៅព្រៃខ្មៅទេមិនចង់ទៅឃើញពិភពខាងក្រៅទេឯងគ្មានឈ្មោះហើយក៏គ្មានអតីតកាលរឹតតែគ្មានអនាគតទៅទៀតតែយើងនឹងផ្ដល់ឱកាសឲ្យនាងម្ដងទៀតបើថ្ងៃនេះយើងស្លាប់នៅក្នុងទីលានប្រយុទ្ធឯងត្រូវតែរស់តទៅទៀតហើយធ្វើជាអ្នកចម្បាំងខាងកើតជនដែលគ្មានថ្ងៃចុះចាញ់ខ្ញុំជាអ្នកណាឯងខ្ញុំជាអ្នកចម្បាំងខាងកើតគ្មានថ្ងៃចុះចាញ់
ព្រឹទ្ធាចារ្យ ពេលខ្លះជាភាពស្ងៀមស្ងាត់ដែលជ្រាបវៃបំផុតដូចជាការលេងអុកដែរឯងអាចប្រើដាវរបស់ឯងវាស់ក្របសក់ខ្មៅនេះបានទេស្នៀតដាវធ្វើឃើញភាពពិតក្រវីដាវបញ្ញាក់ស្មារតីស្នៀតដាវគ្មានទុកសោកការគិចដាវលាក់ចំណុចខ្សោយដាវកម្រើករលកដោយសេរីដាវជ្រុះការពារភ្នំទន្លេស្នៀតដាវចាំងដូចពន្លឺផ្កាយដាវយកឈ្នះអំណាចខ្លាំងក្លាក្រនបើនៅមានស្នៀតដាវចុងក្រោយហើយច្បាស់ជាមានការចាប់អារម្មណ៍ដាវបាត់បង្ហាញភាពឯកោកុំគិតច្រើនពេកទៅផឹកស្រាខ្ញុំឆោតខ្លាំងណាស់ដើម្បីស្វែងយល់ពីសកម្មភាពទី9សូមអភ័យទោសលោកគ្រូដែលធ្វើឲ្យអស់សង្ឃឹម ហើយរៀនក្បាច់ទាំង8បានសម្រេចហើយពីដាវ9នៃទូគូពិតជាល្អខ្លាំងណាស់យើងទទួលស្គាល់ថាឯងគឺជាមនុស្សដែលមានទេពកោសល្យល្អលើសចំណេះដឹងដែលយើងធ្លាប់រៀនពីអតីតកាលលោកព្រោះតែលោកគ្រូបង្រៀនល្អតើឲ្យមានទុកទេស្នៀតទី9ហេតុអីហៅថាភាពឯកោមិនដឹងទេលោកគ្រូភាពឯកោមិនដូចការដូចម្នាក់ឯងទេចុះហេតុអីត្រូវឯកោនៅក្នុងឆាកជីវិតមនុស្សមានជំរឿនផ្សេងគ្នាដែលអ្នកដទៃមិនយល់គ្រប់គ្នាសិតតែមានភាពឯកោរបស់ខ្លួនមែនទេវិធីដូចគ្នាដូចជាវិជាដាវខ្លួនអញ្ចឹងទៅអនាគតឯងនឹងមានក្បាច់ទី9របស់ខ្លួនមកផឹកទៅមកលោកគ្រូនេះលោកគ្រូល្អសាច់មួយដុំធំស្រាក៏ច្រើននៅជាងហ៊ូដោយសេរីចំណៃដាស់កាលពីមុននៅលើភ្នំយើងមិនដែលឃើញសត្វក្អែកមានពឹសបែបនេះទេជាគេអ្នកម្នាងខ្ញុំបានផ្ដល់ញៀនទៅឲ្យរាជបុត្រលីងហ៊ូឆុងហើយគេនៅប្រចាំរកពួកយើងអ្នកម្នាងមិនក៏ស្ពានបាច់ចឹងច្បាប់ដាច់នេះដូចជាដាច់មិញនេះមើលតែគេមិនចង់ជួបពួកយើងទេលីងហ៊ូឆុងខ្ញុំយកស្រាកាលៀងដែលបងចូលចិត្តជាងគេបើបងនៅតែបញ្ចេញមកទៀតខ្ញុំបោះស្រានេះចោលហើយខ្ញុំចាក់ចោលហើយខ្ញុំចាក់ចោលមែនតើហើយខ្លានហ្វាំងហងអាចចាក់ចោលមែនតើហើយអ្នកម្នាងអ្នកប្រមាត់នោះមិនចង់ជួបពួកយើងពិតមែនគិតយ៉ាងម៉េចមនុស្សពីរអ្នកមានអារម្មណ៍ដូចគ្នាគ្រប់យ៉ាងកាត់ឡើងដោយធម្មជាតិខ្ញុំចាំគេនៅទីនេះទូកងលីងសានជាកិច្ចការល្អជាងគេតែมันអាចធៀបបទភ្លេងសាច់មានមោទនភាពនៅជាងហ៊ូបានទេតាមពិតអ្នកស្មោះត្រង់ដូចជាព្រះរាជបុត្រលីងហ៊ូតែផ្សំនឹងនិមិត្តសញ្ញាភ្លេងនេះពួកយើងនឹងជួបគ្នាទៀតទេបានស្គាល់នៅនាងយិនលេងភ្លេងពួកយើងជាមិត្តនឹងគ្នាថ្ងៃក្រោយនៅនាងមករកខ្ញុំនឹងបានជួបដោយបទភ្លេង
ឯងដឹងថាហេតុអីបានជាយើងត្រូវឃុំខ្លួនឯងទៅលើជ្រុះនៃការត្រាស់ដឹងនេះទេ ព្រោះតែដៃទី9របស់លោកគ្រូ ឯងចង់ដូចយើងត្រូវឃុំខ្លួននៅលើជ្រុះបែបនេះរហូតតើបែបទេ មែនហើយខ្ញុំរីករាយនឹងបម្រើលោកគ្រូ យើងមិនចង់ស្ដាប់សម្ដីអត់ប្រយោជន៍នេះទេពេលពិនកំពុងលេងចិត្តឯងបានឆ្លងស្ពានរួចទៅហើយយើងមិនអាចបញ្ឈប់ឯងបានទេការយើងនៅវ័យប្រហែលឯងក៏ដូចជាឯងចឹងដែរតើបំផ្លាញស្ពាននោះមានប្រយោជន៍អីទៅចុះពេលដែលឯងយល់ពីស្នេហ៍ដៅទី9ហើយទើបឯងដឹងពីអ្វីដែលឯងចង់បានគឺជាស្អី ប្រទេសច្បាត់លីងហ៊ូណែ អ្នកនាងយិននេះជាកន្លែងហាមឃាត់របស់ហ៊ូសានអ្នកនាងមិនគួរបន្ថយគ្រោះថ្នាក់មកទេ បើមានវិធីផ្សេងខ្ញុំក៏មិនចាំមកទីនេះឲ្យបានលំបាកដែរ មានរឿងអីកើតឡើង អ្នកម្នាងមានអារម្មណ៍ខុសព្រោះបងតែបដិញ្ញចេញពីនិកាយព្រោះតែតម្រាភ្លេងនោះរឿងនេះគាត់មិននិយាយច្រើនខ្ញុំត្រូវនិយាយជួគាត់អ្នកគុណដែរមិនចោះចាញ់តាំងត្រួតតែលទ្ធិសរិយាចន្ទ្រាគាត់និយាយអត់គ្រប់គ្នានៅអ៊ូលីឲ្យគេទៅមកជួខ្មែរដើម្បីទទួលស្គាល់ក្នុងឋានៈគេជាមានដឹកនាំសម្ព័ន្ធអ៊ូលី បាទលោកអ្នកគ្រូនេះមិនសម្រាប់យើងដោយសារគាត់តែចង់ធ្វើទៅនឹងកម្មយើងមែនទេ តាំងពីខ្ញុំកើតមកខ្ញុំទៅស្លាប់ជួសអ្នកដតីមករហូតសេចក្តីស្លាប់សម្រាប់ខ្ញុំថាទៅជាការធូរស្រាលរត់តែជាចុងបញ្ចប់បានល្អបំផុត ល្អថ្ងៃនេះយើងនឹងធ្វើឲ្យនាងមានការស្ដាយក្រោយ ខ្ញុំនឹងមកជំនួសតំណែងប្រធានលទ្ធិស័ក្តិសិទ្ធិឯងបង្ហាញពីការគោរពឯងក៏ត្រូវទទួលស្គាល់ជីវិតខ្ញុំដែរ នាងគិតថានាងស្លៀកពាក់បែបនេះខ្លាចជាអ្នកចម្បាំងមិនចេះចាញ់ពិតប្រាកដហើយមែនទេនាងគ្រាន់តែជាស្រីថោកទាបដែលមកជំនួសមនុស្សប្រុសតែប៉ុណ្ណោះទេ ប្រហើនឯងគ្មានសុជីវធម៌ជាមួយអ្នកគ្រូតែអ្នកគ្រូចិត្តស្លាប់